ដឹងតែគូក្រៅបែបការភ្លើងហើយប្រិយមិត្តបងប្អូនមួយឈុតនេះ5រូបត្រៀមប្រកួតធីមគុណខ្មែរនេះណាប្រិយមិត្តបងប្អូនគឺរឿងត្រៀមការពារខ្សែក្រវ៉ាត់ត្រាកនដឹងតែញាក់សាច់ដឹងតែគូក្រៅគុណខ្មែរទៀតហើយបងប្អូនហើយការប្រកួតនេះគឺមានកីឡាករលំដាប់គុណខ្មែរជាច្រើនចូលរួមប្រកួតបងប្អូនមានដូចជាកីឡាករលេងលីហើយនឹងឡងអាឆើតហើយនឹងកីឡាករវិវលគុណខ្មែរហើយនឹងកីឡាករអេមរិនពថងពិសេសគឺកែមខៀតធឿនហើយសិតតែការពារខ្សែក្រវ៉ាត់ហើយកីឡាករធឿនធីរ៉ាគឺត្រៀមការពារខ្សែក្រវ៉ាត់ផងដែរប៉ះជាមួយនឹងកីឡាករមកពីខាងប៉ូទុយហ្គាល់ហើយការមុនដូចជាកីឡាករគុណខ្មែរតបគុណខ្មែរធឿនធីរ៉ាប៉ះជាមួយនឹងកីឡាករមកពីរុស្ស៊ីកាលនោះគឺវីដើមខ្សែក្រវ៉ាត់ត្រាកនផងដែរប៉ុន្តែលើកនេះអ្វីក៏ថ្មីដែរបងប្អូនពិសេសគឺប៉ះជាមួយនឹងខាងប៉ូទុយហ្គាល់ទៀតផងពិតជាមិនធម្មតាដឹងតែញាក់សាច់ដឹងតែកក្រៅក៏ឲ្យប្រិយមិត្តបងប្អូនហើយកីឡាករដែលចូលរួមប្រកួតស្ទៃលំដាប់អន្តរជាតិបងប្អូនគូត5រូបប៉ះគេ5រូបហើយកន្លងមកគុណខ្មែរយើងតែងតែប្រកួតប៉ះជាមួយនឹងបរទេសច្រើនលើកច្រើនសារមកហើយប្រិយមិត្តបងប្អូនការប្រកួតតែងតែមានចាញ់មានឈ្នះហើយខាង Town Full HD TV នេះគឺលេងឈុតធំដែរបងប្អូនធឿនធីរ៉ាការពារខ្សែក្រវ៉ាត់ហើយការពារខ្សែក្រវ៉ាត់ចេះប៉ះគេក៏មិនអន់ដែរគេក៏លំដាប់ដែរណាគេមិនលុំទេបងប្អូនធឿនធីរ៉ាក៏រៀងធ្វើការធ្ងន់ហើយអេមរិនពថងប៉ះគេក៏មិនធម្មតាប៉ុន្តែរឿងកីឡាករអេមរិនពថងក្រោយខាង Town Sporter មកគឺរៀងមានផ្ទុះការរិះគន់បន្តិចបងប្អូនរិះគន់រឿងកីឡាករអេមរិនពថងគាត់ប្រកួតជាញឹកជាញាប់ជាច្រើនលើកចឹងណាបងប្អូនកីឡាករអេមរិនពថងគឺមួយឆ្នាំចូល100ដងឯដឹងបងប្អូនកីឡាករអេមរិនពថងការប្រកួតរបស់គាត់គឺច្រើនខ្លាំងទេច្រើនណាស់គឺប្រកួតរាល់សប្តាហ៍មិនថាប្រកួតនៅសង្វៀនរាជសីគុណម៉ែកែនសបឺតនៅសង្វៀនវើកញ៉ុនបៃទិសហើយឥឡូវនេះគឺត្រៀមលេងជុតធំនៅថ្ងៃសង្ក្រាន្តឆ្នាំថ្មីស្រាប៊ីតកូននេះត្រាកូនទៀតពិតជាមិនធម្មតាហើយការប្រកួតនេះធ្វើឡើងនៅថ្ងៃទី14ខែមេសាឆ្នាំ2025ចាប់ពីវេលាម៉ោង8:00តទៅហើយការប្រកួតនៅទីតាំងទីរួមខេត្តព្រៃវែងសួនសម្ដេចក្រឡោមហោមសខេងដែលជាកន្លែងការប្រកួតដល់កក្រៅក៏ប្រិយមិត្តបងប្អូនត្រៀមឲ្យពិសេសគូលំដាប់អន្តរជាតិដូចជាកីឡាករឡងអាឆើតអីប៉ះសិតតែគេមកលំដាប់ដែរណាបងប្អូនពីបលគុណខ្មែរប៉ះខាងប៉ូទុយហ្គាល់គុំធម្មតាដែរហើយលេងលីអីសិតតែលំដាប់ត្រៀមស្វាគមន៍ខាងគេហើយលើកនេះខាងគេមកក៏មិនអន់ដែរដូចលវឹកមុនប៉ះមួយរុស្ស៊ីកាលនោះវីដើមខ្សែក្រវ៉ាត់តាកូនគេគូខ្លាំងដែរហ្នឹងបងប្អូនប្រហែលសំខាន់គឺលើកនេះធឿនត្រាអេមរិនពថងការពារខ្សែក្រវ៉ាត់ចាំមើលតើការពារជាប់ឬអត់យ៉ាងណាព្រោះគេស្ទែល្អដែរបងប្អូនគេលំដាប់ដែរគេមកលើកនេះប៉ូទុយហ្គាល់ជាទ្វីបខាងល្បីខាងកីឡាដែរបងប្អូនតែគេខាងទាត់បាល់ល្បីខ្លាំងគឺខាងទាត់បាល់ខាងរ៉ូនដូហ្នឹងបងប្អូនបីខ្លាំងតែសំខាន់លើកនេះដឹងតែក៏ក្រៅមេឃជួយដែរហើយតែមានតែព័ត៌មានបន្តិចចែកជូនបងប្អូនកុំភ្លេចចុច Subscribe ណាមួយផងចាស់ដឹងបានព័ត៌មានថ្មី